ខ្ញុំនឹងលោកម្ចាស់លីមានទំនាក់ទំនងស្មុគស្មាញបំផុតគាត់គឺជាអ្នកមានគុណរបស់ខ្ញុំហើយក៏ជាសាច់ញាតិរបស់ខ្ញុំដែរខ្ញុំហៅគាត់ថាលោកគ្រូឃ្លានេះក្នុងអត្ថបទដំហាក់ដូចជាខុស Mother calls him auntie កាលពីអាយុ18ឆ្នាំដែរឪពុកបានទៅស្រុកស្រែលេងល្បែងនៅកាស៊ីណូខ្ញុំត្រូវបានគេលក់ទៅកន្លែងដងងឹតមួយខ្ញុំចង់បានគេម្នាក់នេះខ្ញុំត្រូវទុកប្រើខ្លួនឯងខ្ញុំនិយាយថាខ្ញុំចង់បានគេនៅពេលដែលខ្ញុំគិតថាខ្ញុំនឹងធ្លាក់ទៅក្នុងនរកស្រាប់តែមានសំឡេងដ៏ត្រជាក់មួយបានបន្លឺឡើងលេងខ្ញុំទៅទេ no no ឯងជាស្អីគេមួយគឺទុកគេនៅទីនេះបំណុលល្បែងរបស់ឯងចាត់ទុកជាមុខៈឬមួយក៏ស្លាប់គាត់គឺជាម្ចាស់ក្លឹប Silver Moon និងអចលនទ្រព្យដ៏ធំសម្បើមហើយក៏ជាស្ដេចគ្មានមកុដនៃទីក្រុងនេះដែរមិនមែនទេពេលថ្ងៃខ្ញុំជាមនុស្សដែលឆ្កួតបំផុតរបស់គាត់បង្រៀនខ្ញុំផងបងប្រុសក្រោកឈរឡើងបង្រៀនខ្ញុំមើលយុទ្ធសាស្ត្រជំពាក់លុយហើយចង់រត់មែនទេចង់ស្លាប់មែនលោកខ្ញុំខុសហើយលើកលែងខុសឲ្យខ្ញុំផងបង្រៀនខ្ញុំពីរបៀបធ្វើឲ្យគេសឹងលុយមកវិញលោកគ្រូលុយបានមកវិញហើយនៅក្នុងភាពស្និទ្ធស្នាលមិនចេះចប់រវាងខ្ញុំនិងគាត់ជួនកាលគាត់ក៏បង្ហាញភាពទន់ភ្លន់ខ្លះតែអ្នកក្រៅមើលមិនឃើញកាលពីឆ្នាំមុនមានកូនអ្នកមានម្នាក់បានចាប់ចង្ការរបស់ខ្ញុំស៊ិងឆេងហ្គើមកតាមបងមកធានាថាអូននឹងរស់នៅដោយសុខស្រួលមួយជីវិតក៏ត្រូវបានលោកលីចាប់បោះចេញទៅក្រៅភ្លាមចាប់វាបោះចេញទៅក្រៅគ្រប់គ្នាដឹងថាខ្ញុំស៊ូស៊ីងឡានគឺជាបេះដូងរបស់រាជបុត្រតកូលីកូនចៅរបស់គាត់ជួនកាលហៅខ្ញុំថាបងស្រីសង្សារមេទៀតផងជំរាបសួរលោកម្ចាស់ជំរាបសួរបងស្រីគាត់ទៅហើយក៏មិនកែតម្រូវដែរគ្រាន់តែក្រឡេកមើលបន្តិចប៉ុណ្ណោះយូរទៅសូម្បីតែខ្ញុំខ្លួនឯងក៏ចាប់ផ្ដើមយល់ច្រឡំដែរតបឆ្នាំខ្ញុំយកជីវិតទៅបដូរយកការទទួលស្គាល់ពីគាត់ស្មានថាធ្វើបែបនេះថ្ងៃណាមួយខ្ញុំអាចឈរនៅចំពោះមុខគាត់បានយ៉ាងពិតប្រាកដប៉ុន្តែរហូតដល់ថ្ងៃនោះថ្ងៃច័ន្ទក្រោយនាងត្រូវទៅបន្ទប់ប្រធានាធិបតីនៅជាន់លើបំផុតនៃសន្តាគារមិញតាក់ថ្នាំឆៃសិសិងស៊ីជីស៊ីងខ្ញុំនឹងនាំបេសិប៉ៃស៊ឺទៅទីនោះឲ្យតែសេស៊ីឃើញសភាពអាក្រក់របស់ឆៃសិសិងគេនឹងព្រមភ្ជាប់ពាក្យជាមួយខ្ញុំដោយស្ដាប់បង្គាប់បេសេជាកូនស្រីតែមួយគត់របស់ត្រកូលបេហើយក៏ជាមនុស្សដែលនៅក្នុងបេះដូងរបស់លិនយីជាស្នេហាដ៏បរិសុទ្ធដែលគាត់តាមរកជាង10ឆ្នាំមកហើយសេជាមនុស្សដែលមិនចេះអត់អន់ចំពោះកំហុសស្អប់ឬងខ្វក់បំផុតបើមនុស្សដែលនាងចូលចិត្តទៅរញ៉េញ៉ៃជាមួយអ្នកផ្សេងនាងប្រកាសជាអស់ចិត្តហើយត្រឡប់មករកខ្ញុំវិញបើមិនចង់ធ្វើទេខ្ញុំនឹងរកអ្នកផ្សេងខ្ញុំធ្វើបានចាំទុកគ្រាន់តែជាការសម្ដែងឲ្យគេឃើញប៉ុណ្ណោះកុំឲ្យប្រុសផ្សេងចំណេញលើនាងឲ្យសោះពេលការងារចប់ចង់បានអ្វីប្រាប់លោកគ្រូមកចាស់អរគុណលោកគ្រូ
Chengland ស៊ីងឡាន Chengland លោកគ្រូមានការអ្វីទៀតមែនទេតើនាងមានមនុស្សដែលចូលចិត្តហើយមែនទេគឺអាជេមែនទេអាក្មេងនោះមួយរយៈនេះលួចមើលនាងរហូតបើនាងពេញចិត្តគេមែនលោកគ្រូនឹងរៀបចំថ្លៃទឹកដោះយ៉ាងច្រើនឲ្យមិនឲ្យនាងលំបាកទេនឹកស្មានមិនដល់ថានៅក្បែរគ្នា10ឆ្នាំហើយពួកយើងនៅតែខុសគ្នាដូចមេឃនិងដីសម្ដីរបស់គាត់ហាក់ដូចជាខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់ជីវិតធំមួយចាស់បន្ទាប់ពីអ្នកចាក់ចេញទៅខ្ញុំបានសួរគាត់នេះស្ដាប់មិនច្បាស់រហូតមកដល់ពេលនេះទើបខ្ញុំដឹងខ្លួនថាខ្ញុំគ្រាន់តែជាឧបករណ៍សម្រាប់ឲ្យគាត់លួងលោមខ្លួនឯងប៉ុណ្ណោះប្រហែលជាដោយសារតែមានអារម្មណ៍ខុសស្អែកឡើងលេងញីបានពាក់ខ្សែពេជ្រដែលមានកំណត់ limited edition នៅលើករបស់ខ្ញុំដោយផ្ទាល់ដៃអាយ៉នរៀបចំខ្លួនទៅជាចិត្តមកដល់ស្រុកខ្មែរវិញហើយបន្តិចទៀតទៅទទួលនាងជាមួយខ្ញុំនេះជាលើកទី9ហើយដែលគាត់មើលនាឡិកាប៉ុន្មានឆ្នាំមកនេះសូម្បីតែពេលមានកាំភ្លើងភ្ជុំក៏គាត់មិនដែលភ័យស្លន់ស្លោដែរប៉ុន្តែបេសេគ្រាន់តែមកយឺតពី3នាទីគាត់បែរជាភ័យដល់ថ្នាក់នេះនេះគឺជាស្រីតូចដែលបងចិញ្ចឹមមែនទេម៉ូដថ្មីចុងក្រោយរបស់ Mylan ដែលទើបចេញកាលពីម្សិលមិញថ្ងៃនេះពាក់នៅលើខ្លួននាងទៅហើយលោកលេងពិតជាចិត្តធំមែនបងចូលចិត្តរបស់ដែលល្អប្រណិតបំផុតអូហាមែនអត់ឈុតដណ្ដើមខ្សែកាលពីមុនបើមានអ្នកណាហ៊ានប៉ះសក់ខ្ញុំតែមួយសរសៃលេងញីនឹងប្រែជាកាច់ភ្លាមតែពេលនេះក្នុងភ្នែកគាត់មានតែបេសេប៉ុណ្ណោះសំបីតែមើលមកខ្ញុំបន្តិចក៏គ្មានដែរចាំបងទិញថ្មីមួយទៀតឲ្យអូនហើយនាងមិនមែនជាស្រីកំណាន់អីទេគ្រាន់តែជាអ្នកបម្រើតាមផ្លូវម្នាក់ប៉ុណ្ណោះទុកសម្រាប់តាមដោះស្រាយបញ្ហាឲ្យបងទៅថ្ងៃមុខបើអូនមានបញ្ហាអីអាចបញ្ជានាងបានតាមចិត្តកូនចៅដែលធ្លាប់គោរពឬយកចិត្តហៅខ្ញុំថាបងស្រីពេលនេះមើលមកខ្ញុំដោយក្តីអាណិតនិងមើលងាយទៅវិញចុះឆៃយិតសិងគេនៅឯណាមិនក៏មិនមកបានហើយឆៃយិតសិងមិនមកមិនមែននៅមានបងទេអូនចង់បានឆៃយិតសិងតាមប្រុសត្រូវប្រើខួរក្បាលសម្រុកខ្លាំងពេកមានតែធ្វើឲ្យខ្លួនឯងធ្លាក់ហើយប៉ុណ្ណោះឆៃយិតសិងចូលចិត្តប្រមូលនាឡិកាបុរាណនាងពូកែមើលនាឡិកាទៅឃ្លាំងរបស់ខ្ញុំរើសយកមួយដែលគ្មានពីរទៅក្នុងនាមអ្នកនាងបេប៉ៃយកទៅជូនឆៃយិតសិងស៊ីផ្ទាល់ដៃឃ្លានេះមិនច្បាស់អាចមានន័យថាមិនងាយស្រួលទេនៅពេលនេះខ្ញុំបានដឹងថាក្តីស្រឡាញ់คล้ายៗដែលលីនយេធ្លាប់ផ្ដល់ឲ្យគឺបានស្លាប់បាត់ទៅហើយទីនេះហាមចូលពាក្យចាមអារាមថាឆៃយិតសិងខូខឺណាស្រីរាប់មិនអស់ដែលមកលួងលោមគេតែងតែបាត់ខ្លួនរហូតទៅហើយមិនដែលត្រឡប់មកវិញ
ក្មេងស្រីលែងនិយាយឲ្យនាងមកបង្កបញ្ហាទៀតហើយមែនទេមុននេះខ្ញុំមិនដែលជួបឆៃឈិឈិងទេគេមិនគួរស្គាល់ខ្ញុំទេលោកឆៃអ្នកនាងបេទើបតែត្រឡប់មកពីបរទេសនេះគឺជាទឹកចិត្តរបស់នាងមុខនាឡិកាពណ៌ត្រនិចមាសលេខរ៉ូម៉ាំងអ្វីដែលកម្របំផុតគឺវាមានតែមួយគ្មានពីរនេះមិនដូចជាចំណូលចិត្តរបស់បេសេទេនាងជាអ្នករើសមែនទេនេះជាការដូតស្នងជូនអ្នកនាងបេមែនទេជូននាងល្មមអាចបិទបាំងស្នាមរបួសនៅរបស់នាងបានលោកឆៃពិធីជប់លៀងនៅមេញសប្តាហ៍ក្រោយតើលោកនឹងអញ្ជើញទៅទេប៉ុន្តែខ្ញុំចង់ឃើញនាងជាងចឹងចាំទទួលស្វាគមន៍លោកឆៃមិនក៏ទៅយូរម្លេះគេមិនបានធ្វើបាបនាងទេមែនទេលោកឆៃនិយាយថាយកមកបិទបាំងស្នាមរបួសនៅគាត់ឲ្យមកខ្ញុំមនុស្សរបស់ខ្ញុំមិនចាំបាច់ពាក់របស់ដែលវាឲ្យទេឲ្យខ្ញុំទៅក្បែរឆៃជិសិងហើយលួងលោមតើនេះជាអ្វីដែលគាត់ចង់បានមែនទេនេះជារបស់ខ្ញុំតើលោកគ្រូហេតុអ្វីទៅស៊ឺនឹងត្រឡប់មកវិញក្នុងពេល2-3ថ្ងៃទៀតហើយខ្ញុំខ្លាចនាងឃើញរបស់នាងហើយគិតច្រើនទើបឲ្យគេជួយរៀបចំឲ្យនាងមុនទៅនាងទៅស្នាក់នៅជាន់លើនៃសន្តាគារមេងីសិនទៅនៅទីនោះមានសុវត្ថិភាពជាងស៊ឺឆេងក្លែនឯងកំពុងគិតអីហ្នឹងយានស្រមៃថាគេនឹងស្រឡាញ់ឯងផងខ្ញុំទៅឥឡូវនេះនេះជាថ្នាំដែលបានរៀបចំចាំថាគ្រាន់តែជាការសម្ដែងទេកុំឲ្យគេប៉ះពាល់នាងឲ្យសោះលេងព្រះជាម្ចាស់វាសនានេះជាលើកចុងក្រោយហើយដែលខ្ញុំបំពេញបេសកកម្មឲ្យលោកប្រហែលជាខ្ញុំត្រូវសងគុណលោកឲ្យអស់ត្រឹមនេះហើយតើខ្ញុំកើតអីហ្នឹងឆេងឡែនគ្រាន់តែចេញទៅក្រៅមួយរយៈសោះ2-3ថ្ងៃទៀតនឹងត្រឡប់មកវិញហើយហេតុអ្វីក៏ក្នុងចិត្តខ្ញុំពិបាកទ្រាំម្លេះលោកគ្រូលោកឆៃមកដល់ហើយខ្ញុំទៅសិនហើយឆេងឡែនអត្ថបទដាំសរសេរខុសថាសើឆាប់ទៅឆាប់មកចាំសម្ដីខ្ញុំកុំឲ្យគេធ្វើអ្វីនាងឲ្យសោះលោកឆៃលោកលេនឲ្យខ្ញុំមកលើកកែវជូនលោកជំនួសគាត់ចុះខ្សែភ្លេចពាក់មកហើយអរគុណចង់ឲ្យខ្ញុំផឹកមែនទែនហេចាស់លោកឆៃសង្ស័យថាខ្ញុំដាក់ថ្នាំក្នុងស្រាមែនទេ
ឆ្នាំនេះចេញប្រសិទ្ធភាពលឿនម្ល៉េះលោកឆៃលោកហាក់ដូចជាមិនស្រួលខ្លួនទេតោះខ្ញុំជួយគ្រាលោកទៅសម្រាកសិនរំខានអ្នកនាងសោះហើយសកម្មភាពរបស់គាត់ហាក់ដូចជាមានការប្រយ័ត្នប្រយែងហាក់ដូចជាយល់រឿងគ្រប់យ៉ាងប៉ុន្តែសម្រាប់លេងយេខ្ញុំគ្រាន់តែជាឧបករណ៍ខ្វក់ដែលគេប្រើរួចប៉ុណ្ណោះនាងត្រូវទៅបន្ទប់ប្រធានាធិបតីនៅជាន់លើនៃសន្តាគារមេញីដោយផ្ទាល់តាក់ថ្នាំឆៃជេសិងស៊ឺជាមនុស្សដែលមិនចេះអត់អន់ចំពោះកំហុសនាងស្អប់រឿងងខ្វក់បែបនេះបំផុតគាត់ខ្វល់ខ្ញុំមិនចង់ទេនាងមិនមែនជាស្រីកំណាន់អីទេគ្រាន់តែជាអ្នកបម្រើតាមផ្លូវម្នាក់ប៉ុណ្ណោះលេងយីគ្រាន់តែឲ្យខ្ញុំសម្ដែងឆាកល្ខោនឲ្យនាងស៊ឺឃើញប៉ុណ្ណោះប៉ុន្តែពេលនេះខ្ញុំបែរជាមានបំណងចង់ឲ្យការសម្ដែងនេះក្លាយជាការពិតទៅវិញលេងយីមិនក៏ប្រញាប់ហៅខ្ញុំមកម្លេះតើចង់ឲ្យមើលរឿងល្អមើលអ្វីទៅប្រកាសជាចង់ឲ្យនាងឃើញហើយថាឆៃស៊ិងគឺជាមនុស្សប្រភេទណាបងមានន័យថាម៉េចឆៃស៊ិងមិនអាចទៅដេកជាមួយស្រីខ្វក់អស់នោះទេគិតក្នុងចិត្តតើខ្ញុំកំពុងភ័យរឿងអីគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងតើមិនចឹងគឺបន្ទប់នេះហើយភ្ញាក់ហើយមានស្មារតីច្បាស់ទេគាត់គួរតែគិតបែបនេះចង់ចំណេញមែនទេពួកឯងធ្វើបែបនេះបានយ៉ាងម៉េចខ្ញុំសម្លាប់ឯងស៊ឺបែងហ៊ានធ្វើឲ្យស៊ឺរបួសយប់នេះខ្ញុំនឹងកំទេចតកោឆៃចោលស៊ឺគ្មាននរណាសង្ស័យចិត្តអូនទេខៃស៊ិងនាងគ្រាន់តែជាឆ្កែមួយក្បាលនៅក្បែរលេងយីប៉ុណ្ណោះជាស្រីធ្លាក់ថ្លៃដែលត្រូវគេដេកជាមួយមិនដឹងប៉ុន្មានដងហើយលោកហ៊ានធ្វើបែបនេះដាក់ខ្ញុំដើម្បីការពារនាងលោកឯងថោកទាបណាស់នោះមិនមែនជាសំណប់ចិត្តលោកលេនទេអីហ៊ានឡើងក្រែជាមួយលោកឆៃទៅវិញយល់ថាយប់នេះអ្នកនាងបេចង់សុំលោកឆៃរៀបការនៅខាងក្រោមរៀបចំរបស់របរអស់ហើយពួកដែលមកពីកន្លែងបែបហ្នឹងពិតជាចរិតដដែលដើរតាក់គេគ្រប់គ្នាតើគេចង់សងសឹកឬបំបិទមាត់ចាប់ពីថ្ងៃនេះទៅនាងគឺជាគូដណ្ដឹងរបស់ខ្ញុំខៃស៊ិងនិយាយថាត្រកូលឆៃមិនដែលទុកឲ្យអ្នកក្រៅនិយាយដើមទេដូច្នេះអាពាហ៍ពិពាហ៍នេះខ្ញុំគ្មានសិទ្ធិបដិសេធឡើយពិធីមង្គលការកំណត់3ថ្ងៃទៀតខ្ញុំដឹងថានេះគ្រាន់តែជាឆាកល្ខោនរបស់អ្នកមានមិនពាក់ព័ន្ធថាតើស្រឡាញ់ឬអត់គឺដើម្បីតែឈ្មោះប៉ុណ្ណោះប៉ុន្តែគាត់នៅតែសន្យានឹងខ្ញុំថាមិនប្រកាសដំណឹងអាពាហ៍ពិពាហ៍ជាសាធារណៈមុនថ្ងៃរៀបការនៅជាមួយលេនី10ឆ្នាំរស់នៅលើចុងកាំបិតកាលពីមុនស្មានថាលេនីគឺជាពិភពលោកទាំងមូលរបស់ខ្ញុំឥឡូវទើបដឹងថារបស់អស់ទាំងនេះលុយទ្រព្យអាចពឹងពាក់បានជាងមនុស្សប្រុស
ស្រីមុខក្រាស់ទើបតែតាក់ទងថៃជិតជាងបានឥឡូវមកលួចរបស់គ្រួសារលេនទៀតលេងឆេងឡែនទៅឆាប់ប្រាប់ឲ្យគេលេងខ្ញុំឆេងឡែនលេងជាភ្លាមឈប់សិនអ្នកនាងបេចង់ធ្វើអីទៀតលេងយីនាងលួចរបស់គ្រួសារលេនបងមិនចាត់ការទេហេកុំទៅប្រកាន់នឹងនាងអីបើអូនចង់បានចាំបងទិញថ្មីឲ្យរបស់ចាស់របស់នាងមិនស័ក្តិសមនឹងអូនទេជាតែខ្ញុំចង់បានរបស់នាងបងធ្លាប់និយាយថាទ្រព្យសម្បត្តិតកូលីននៅថ្ងៃមុខគឺជារបស់ឯងទាំងអស់ឲ្យគេទុករបស់ទាំងនោះនៅទីនេះឬមួយក៏ឲ្យខ្ញុំចាក់ចេញកុំរឹងរូបពេកនរណាគេលីនយ៉ានលេងយ៉ែនតើឯងចង់ឲ្យខ្ញុំស្លាប់មែនទេស៊ីនឡានឈិនមិនយករបស់ឲ្យទៅគេទៅលោកគ្រូនេះជារបស់ខ្ញុំគ្រាន់តែលុយបន្តិចបន្តួចប៉ុណ្ណឹងឥឡូវឯងលេងស្ដាប់បង្គាប់ខ្ញុំហើយមែនទេ10ឆ្នាំមុនលោកគ្រូបានជួយសង្គ្រោះខ្ញុំចេញពីបនលបែងខ្ញុំដឹងគុណលោកគ្រូប៉ុន្តែពេលនោះខ្ញុំក៏ធ្លាប់រងកម្មបិទជំនួសលោកគ្រូដែរដើរទាបំណុលរាប់មិនអស់ត្រូវធ្វើបាបគ្រប់សពបែបយ៉ាងក៏ខ្ញុំមិនដែលក្បត់លោកគ្រូដែរលោកគ្រូគួរតែនៅចាំបំណុលស្អុយនៅអាស៊ីអាគ្នេយ៍នោះភាគីម្ខាងទៀតលេងល្បិចចខ្វក់លោកគ្រូត្រូវគេពួនស្ទាក់គឺខ្ញុំជាអ្នកតាក់ទាញពួកវាឲ្យដេញតាមខ្ញុំគ្រាប់កាំភ្លើងបានបាញ់ទម្លុះពោះរបស់ខ្ញុំពេទ្យប្រាប់ថាថ្ងៃក្រោយខ្ញុំពិបាកនឹងមានកូនណាស់ខ្ញុំសួរឯងម្ដងទៀតលីនយេលេងយីណែឯណាទោះបីជាលោកវាខ្ញុំឲ្យស្លាប់ក៏ខ្ញុំមិនប្រាប់ពីកន្លែងលាក់ខ្លួនរបស់គេដែរនេះជាកម្រៃដែលខ្ញុំសំនឹងទទួលបានឥឡូវនេះរវាងពួកយើងនៅសល់តែរបស់ប៉ុណ្ណឹងទេគុណបំណាច់របស់លោកគ្រូខ្ញុំបានយកជីវិតទៅសងសឹងតែអស់ទៅហើយចាប់ពីពេលនេះទៅខ្ញុំលែងហៅលោកថាលោកគ្រូទៀតហើយលោកលីនដូច្នេះរបស់ទាំងនេះគឺជាអ្វីដែលខ្ញុំសំនឹងទទួលបានខ្ញុំនឹងមិនប្រគល់ឲ្យនរណាម្នាក់ឡើយលោកលីនខ្ញុំចង់សម្រាកបើគ្មានការអីទៀតទេសូមអញ្ជើញលោកនិងកញ្ញាប៉ៃត្រឡប់ទៅវិញចុះឯងនិយាយស្អីហ្នឹងឯងគឺបងសូម្បីតែបងក៏ការពារគេដែរបងគ្រាន់តែយល់ថារបស់ទាំងនោះមិនសមនឹងអូនត្រូវមកឆ្លោះគ្នាទេអូនដណ្ដើមរបស់បន្តិចបន្តួចនេះជាមួយគេគឺពិតជាបន្ទាបតម្លៃខ្លួនឯងពេកហើយក្នុងឃ្លាំងរបស់បងមានរបស់ល្អច្រើនណាស់បងនឹងឲ្យអូន10ដង100ដងសូមទោសលោកលីនរបស់នេះខ្ញុំមិនអាចឲ្យទៅកញ្ញាប៉ៃបានទេប៉ុន្តែខ្ញុំដឹងថានៅហុងកុងមានការដេញថ្លៃមួយកញ្ញាប៉ៃប្រហែលជាពេញចិត្តលោកគួរតែនាំកញ្ញាប៉ៃទៅដល់លេងនៅទីនោះទៅឯងធ្វើឲ្យខ្ញុំអស់សង្ឃឹមខ្លាំងណាស់របស់ដែលខ្ញុំយកជីវិតទៅបដូរមកនៅក្នុងភ្នែករបស់គាត់មិនស្មើនឹងប៉ៃស៊ឺបេសេខឹងម្ដងងក់ងរំដងផងសម្រាប់ចិត្តហើយថ្ងៃក្រោយបើឯងពិបាកចិត្តព្រោះលីនយេទៀតនោះគឺជាសំមុខឯងហើយលើកនេះពិតជាជ្រុលបន្តិចមែនស៊ីនឡានមានចរិតរឹងរូសប្រកាសជាខឹងខ្លាំងហើយទើបនិយាយពាក្យទាំងនេះប៉ាចាំស៊ឺព្រមរៀបការជាមួយខ្ញុំសិនខ្ញុំនឹងរកវិធីសងនាងវិញគាត់ពិតជាធ្វើតាមការណែនាំរបស់ខ្ញុំមែននាំប៉ៃស៊ឺទៅហុងកុងស៊ឺអូនកុំខឹងអីណា3ថ្ងៃទៀតនឹងល្មម3ថ្ងៃក្រោយខ្ញុំបានចាក់ចេញពីត្រកូលស៊ូរៀបការជាមួយស៊ីជីស៊ីងឆៃជិងខ្ញុំស្មានថាគាត់គ្រាន់តែមិនដាច់អាល័យពីខ្ញុំដូចរាល់ដងដូច្នេះឈរនៅមាត់បង្អួចមើលដំណើរខ្ញុំក្រោយមកទើបដឹងថានោះគឺជាលើកចុងក្រោយហើយដែលគាត់ឈរនៅទីនោះជាលើកចុងក្រោយដែលក្នុងភ្នែកគាត់មានខ្ញុំហើយក៏ជាការចងចាំចុងក្រោយដែលខ្ញុំបំភ្លេចមិនបានខ្ញុំមិនដឹងថាឆៃស៊ីស៊ីង5ចូលបាយអ្វីទេតែធ្វើឲ្យគ្រូសាលេនព្រមដោះលែងខ្ញុំប៉ុន្តែមុខចំនួនគ្រូសាលេននិងឆៃគឺរើពុកកញ៉ៃញ៉ៃគ្រូសាលេនមិនអាចទៅរួចទេដែរដើម្បីតែកូនចិញ្ចឹមដែលគ្មានតម្លៃម្នាក់ដូចខ្ញុំសុកចិត្តទៅធ្វើឲ្យឆៃស៊ីស៊ីងអាអន់ចិត្តនោះឆេងឡែនស៊ីងឡានដើមឡើយតាស្មានថាយីអាយេគិតលើឯងផ្សេងពីគេនឹកស្មានមិនដល់ថាប៉ុន្មានឆ្នាំមកនេះចិត្តរបស់គេនៅតែមិនច្បាស់លាស់ដដែលឯងចេញពីគ្រូសាលេនទៅរៀបការសម្រាប់អ្នកក្រៅឯងគឺជាកូនចិញ្ចឹមរបស់តាទៅថ្ងៃមុខគ្រូសាលេនគឺជាផ្ទះខាងស្រីរបស់ឯងចាស់លោកតាពេលវេលាក៏មិនលឿនដែរទៅចុះអ្នកនាងស៊ឺនឹងរៀបការជាមួយអ្នកណាទៅលោកលេនមិនទាំងមកជូនដំណើរផងតាំងពីអ្នកនាងបេប៉ៃត្រឡប់មកវិញលោកលេនមិនដែលមើលមុខនាងចំផងតាមខ្ញុំមើលលោកលេនគឺមិនចង់បាននាងទៀតទេរកតែអ្នកណាម្នាក់ឲ្យនាងរៀបការជាមួយឲ្យតែបានមិនដឹងថាទៅរៀបការជាមួយក្មេងស្ទៀវណាឬទៅធ្វើប្រពន្ធចុងតាកែណាទេ
ខ្ញុំមើលទៅនាងជីវិតស្រណុកសុខស្រួលរបស់នាងចប់ហើយលោកលេនក្នុងចិត្តមានតែអ្នកនាងបេទេនោះទៅជាគូស្នេហ៍ស័ក្តិសមបាក់សីស្លាប់មាសនាងនឹងណាពេលចាក់ចេញពីគ្រួសារលេនហើយមិនដឹងថាត្រូវទៅរស់នៅលំបាកយ៉ាងណាទេហាឆាប់ឈប់និយាយទៅប្រញាប់បិទទ្វារទៅជីវិតដែលខ្ញុំយកក្បាលទៅបដូរមកប្រថុយគ្រោះថ្នាក់ក្នុងភ្នែកអ្នកផងបែរជាគិតថាគ្រាន់តែជាការដាក់ទានរបស់មនុស្សម្នាក់ប្រហែលជាលេងញីក៏គិតបែបនេះដែរទៅថ្ងៃមុខឯងត្រូវរស់ដើម្បីខ្លួនឯងខ្ញុំឆៃជាសិងស៊ីជាស៊ីងរៀបការប្រពន្ធអ្នកណាគេនឹងរៀបការអធិកអធមលេះ3ថ្ងៃនេះឆេងឡែនបាត់ដំណឹងឈឹងខ្ញុំហៅទូរស័ព្ទទៅផ្ទះលេនក៏នាងមិនលើកនៅខឹងទៀតលេងញីអូនកំពុងនិយាយជាមួយបងណាហេតុអ្វីមិនតបអូនបើផឹកមិនអស់ហាមទៅណាទាំងអស់តោះផឹកទៅនេះដាក់មកផឹកមកលឿនឡើងផឹកលោកប្រធានមកលោកធ្វើហួសហេតុពេកហើយអីយ៉ាត្រូវធ្វើដៃខ្ញុំហើយសោយសុកតាមសបាយចុះលោកប្រធានគូគឺខ្ញុំឆ្លើយបន្តិចហើយខ្ញុំសុំទៅមុនហើយណាពួកលោកលេងតាមសបាយចុះហាហេក្តៅណាស់ពួកឯងជាអ្នកណាលេងខ្ញុំបងស្រីហើបងស្រីនឹកស្មានមិនដល់សោះក្រោយប៉ាម៉ាក់លេងគ្នាយើងបែកគ្នាជិត10ឆ្នាំហើយឯងនៅចាំបងស្រីម្នាក់នេះដែរអេគឺមកពីបងល្បីល្បាញខ្លាយជាតារាធំហើយកាត់ផ្តាច់ទំនាក់ទំនងនឹងពួកយើងហេតុអីបងចាប់ខ្ញុំមកឆាប់ស្រាយចំណងប្អូនខ្ញុំទៅបងមានផ្ទៃពោះបងជាបុគ្គលសាធារណៈដំណឹងមានផ្ទៃពោះនេះមិនអាចឲ្យអ្នកណាដឹងទេដូច្នេះមុនពេលបងសម្រាលកូនរួចឯងគឺជាសិនជីយ៉ានឆែនឆែនមិនបានទេម៉ាក់កំពុងឈឺធ្ងន់ខ្ញុំត្រូវទៅមើលថែម៉ាក់ប្អូនស្រីកាលនោះបងសុកចិត្តទៅនៅជាមួយប៉ាដែលញៀនល្បែងដើម្បីឯងប៉ុន្មានឆ្នាំនេះបងរស់នៅវេទនីយ៉ាងណាឯងគួរតែដឹងច្បាស់ក្នុងចិត្តឯងមានក្តីសុខយូរហើយគួរតែដល់ពេលសងអ្វីមកវិញខ្លះហើយខ្ញុំមានជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំម៉ាក់ត្រូវការខ្ញុំថ្លៃព្យាបាលរបស់ម៉ាក់បងជាអ្នកចេញឯងគ្រាន់តែធ្វើជាសិនជីយ៉ានឲ្យបានល្អទៅគឺបានហើយកម្មវិធីជប់លៀងយប់នេះប្រគល់ឲ្យឯងហើយគម្រោងបន្ទាប់សហការគ្នាដោយរីករាយលោកប្រធានលីអរគុណបងប្រុសហាអ្នកទាំងអស់គ្នាសុំខ្លួនសិនហើយអញ្ជើញតាមសប្បាយលោកប្រធាន Google យោងតាមកាមេរ៉ាសុវត្ថិភាពមនុស្សស្រីកាលពីយប់មិញគឺជាតារាល្បីឈ្មោះសិនជីយ៉ានពីគេថាសិនជីយ៉ានមានផ្ទៃពោះក៏ធំហើយដែរមែនអត់នឹងលើអ៊ីនធឺណិតគ្មានដំណឹងសោះខ្ញុំក៏អ្នកភូមិនិយាយដែរតើភ្ញៀវកិត្តិយសទាំងអស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះតួឯកយប់នេះតារាល្បីឈ្មោះកញ្ញាសិនជីយ៉ានវ៉ាវស្អាតណាស់ពោះនាងរៀបស្មើធម្មតាមើលទៅមិនដូចអ្នកមានផ្ទៃពោះទេមានអារម្មណ៍ថាសិនជីយ៉ានកាន់តែស្អាតជាងមុនគួរឲ្យចាប់អារម្មណ៍តារាល្បីទៅដឹកជញ្ជូនអីវ៉ាន់ហាមធ្វើឲ្យខុសឲ្យសោះដេកមួយកន្លែងនេះបដូរយកសេរីភាពរបស់ស៊ីងឡានថាម៉េចស៊ីជាសឹងដើម្បីកេកឈ្មោះយប់នោះក៏សម្រេចចិត្តរៀបការជាមួយស៊ីងឡានថ្ងៃក្រោយគេក៏នាំស៊ឺទៅទីក្រុងហុងកុងខ្ញុំស្មានថាអ្នកមិនខ្វល់ពីគេទៀតទេក៏សម្រេចចិត្តយល់ព្រមជំនួសថ្ងៃនេះគឺជាថ្ងៃរៀបការរបស់ស៊ីងឡាន
ថ្ងៃនេះគឺជាថ្ងៃរៀបការរបស់កូនកំឡោះសូមទោសណាលោកលីនរបស់នោះខ្ញុំមិនអាចឲ្យកញ្ញាប៉ៃបានទេប៉ុន្តែខ្ញុំដឹងថានៅហុងកុងមានការដេញថ្លៃមួយកញ្ញាប៉ៃប្រហែលជាចូលចិត្តលោកគួរតែនាំកញ្ញាប៉ៃទៅដល់លេងទៅក្រែងលោនាងបាត់ខឹងខ្លះចឹងតើបានជាគេមានបំណងបំបែកខ្ញុំចេញដើម្បីមង្គលការរបស់គេនឹងស៊ីជឺសឹងនៅថ្ងៃនេះមិននឹងអាចទៅមិននឹងអាចស៊ូស៊ីងឡានស្រីថោកទាបនោះនាងមានសិទ្ធិអីរៀបការជាមួយស៊ីជឺសឹងលីងយានខ្ញុំចង់ឲ្យលោកសម្លាប់គេទៅលីងយានលោកធ្លាប់និយាយថាលោកនឹងជួយខ្ញុំលោកសម្លាប់ស្រីថោកទាបនោះទៅបានទេចេញទៅលីងយានលោកហ៊ានរុញខ្ញុំដើម្បីស្រីថោកទាបនោះផងអេលោកនៅឈោធ្វើអីទៀតឆាប់ទៅតាមយកគេមកវិញភ្លាមមិនអាចឲ្យគេទៅរករឿងក្នុងមង្គលការត្រកូលសៀបានទេថ្ងៃច័ន្ទសប្តាហ៍ក្រោយឯងទៅបន្ទប់ប្រធានាធិបតីនៅសន្តាគារមីងយេដោយផ្ទាល់ទៅដាក់ថ្នាំស៊ីជឺសឹងខ្ញុំនឹងនាំប៉ៃស៊ឺទៅទីនោះឲ្យតែស៊ឺឃើញសភាពគួរឲ្យខ្ពើមរបស់ស៊ីជឺសឹងនាងនឹងមកភ្ជាប់ពាក្យជាមួយខ្ញុំដោយស្ដាប់បង្គាប់ស៊ឺជាមនុស្សប្រកាន់បំផុតនាងស្អប់របស់ហកខ្វក់ខ្លាំងណាស់បើគេឃើញមនុស្សដែលខ្លួនស្រឡាញ់ទៅផ្ដេសផ្ដាសជាមួយអ្នកផ្សេងគេច្បាស់ជាត្រឡប់មកក្បែរខ្ញុំវិញមិនខានស៊ឺនឹងត្រឡប់មកវិញប៉ុន្មានថ្ងៃទៀតខ្ញុំខ្លាចនាងឃើញរបស់របរនាងហើយគិតច្រើនទើបឲ្យគេជួយរៀបចំឲ្យនាងមុនឯងទៅរកបងស្រីមីងយាយចុះរបស់លោកគ្រូអែមគុណដែលខ្ញុំជំពាក់ខ្ញុំសងដោយជីវិតអស់ហើយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិនហៅលោកថាលោកគ្រូទៀតទេលោកធានដូច្នេះរបស់ទាំងនេះសុទ្ធតែជាអ្វីដែលខ្ញុំសូមនឹងទទួលបានខ្ញុំនឹងមិនប្រគល់ឲ្យអ្នកណាទេលោកតាលោកតាបានធ្វើអ្វីខ្លះឥឡូវនេះចៅមិនអាចរៀបការជាមួយអ្នកផ្សេងបានទេអ្នកណាហ៊ានដណ្ដើមនាងពីខ្ញុំនឹងបាញ់សម្លាប់អ្នកនោះវ៉ាវកូនក្រមុំស្អាតណាស់បើមិនស្អាតមិននឹងលោកសៀពេញចិត្តទៅឯងមើលលោកសៀសម្លឹងមើលនាងមិនដាក់ភ្នែកសោះឯងមើលរោគអាពាហ៍ពិពាហ៍របស់នាងមើលមានដាំពេជ្រទៀតផងបើខ្ញុំចាំមិនខុសទេរោគអាពាហ៍ពិពាហ៍នេះមានតែមួយគត់ក្នុងទីក្រុងហើយលោកសៀលោកស្ម័គ្រចិត្តទទួលយកកញ្ញាស៊ូជាភរិយាដែរឬទេទោះមានឬក៏ឈឺជាមិនបោះបង់ចោលគ្នាការពារស្នាមញញឹមរបស់នាងអស់មួយជីវិតខ្ញុំស្ម័គ្រចិត្តកញ្ញាស៊ូតើនាងស្ម័គ្រចិត្តរៀបការជាមួយលោកសៀដែរឬទេទោះមានឬក៏ឈឺជាមិនបោះបង់ចោលគ្នាប្រើភាពទន់ភ្លន់កំដរខ្ញុំអស់មួយជីវិតយេលោកលីនមកដណ្ដើមកូនក្រមុំមែនទេនេះជាព័ត៌មានធំណាស់ធ្លាប់ឬគេនិយាយថាកញ្ញាស៊ូនិងលោកលីនមានទំនាក់ទំនងមិនធម្មតាមើលទៅជារឿងពិតហើយតាក់ចុះបើមិនចង់ឲ្យខ្ញុំបាញ់ឲ្យមានរបួសថ្ងៃនេះលោកលីនលោកចង់ចាប់ជំរិតប្រពន្ធខ្ញុំនៅកន្លែងនេះមែនទេអីចឹងខ្ញុំនឹងប្តឹងប៉ូលីសស៊ីជីស៊ីងឯងប្រកូលស៊ីនឡានមកឲ្យខ្ញុំវិញប្រគល់ឲ្យលោកម្ចាស់ធំលីនជាអ្នកបញ្ជាឲ្យស៊ីនឡានរៀបការជាមួយខ្ញុំផ្ទាល់លោកមកដកកំភ្លើងនៅទីនេះចង់ទះកំភ្លៀងអ្នកណាឬមួយក៏ត្រកូលលីនបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើសង្គ្រាមពេញទំហឹងជាមួយត្រកូលសៀហើយ
ស៊ីនឡានគឺខ្ញុំជាអ្នកចិញ្ចឹមបីបាច់តាំងពីតូចលោកចិញ្ចឹមនាងឬចាត់ទុកនាងជាឧបករណ៍បើលោកខ្វល់ពីនាងខ្លាំងម្ល៉េះហេតុអីលោកឲ្យនាងដាក់ថ្នាំខ្ញុំនាងដឹងរឿងខ្ញុំដាក់ថ្នាំឲ្យនាងមិនទាន់ចង់ឲ្យការសម្ដែងនេះคล้ายជាការពិតទេលោកលីនលោកធ្លាប់សន្យាជាមួយខ្ញុំថាបើបំពេញបេសកកម្មនេះបានសម្រេចខ្ញុំអាចស្នើសុំអ្វីក៏បានបំណងប្រាថ្នារបស់ខ្ញុំគឺសូមឲ្យលោកដោះលែងខ្ញុំលោកអាចារ្យអាចមានប្រសាសន៍ម្ដងទៀតបានទេកញ្ញាស៊ូតើកញ្ញាយល់ព្រមរៀបការជាមួយលោកសៀដែរឬទេទោះបីជាមានជំងឺទុក្ខលំបាកឬក្រីក្រយ៉ាងណាក៏ដោយក៏មិនបោះបង់ចោលគ្នានៅកំដរដោយភាពទន់ភ្លន់អស់មួយជីវិតខ្ញុំយល់ព្រមខ្ញុំប្រកាសថាលោកស៊ីជីសឹងនិងកញ្ញាស៊ូស៊ីងឡានបានក្លាយជាប្តីប្រពន្ធពេញច្បាប់ក៏មិនគួរឲ្យស្ដាយដែរគាត់ដឹងច្បាស់ថាត្រូវគេដាក់អន្ទាក់ប៉ុន្តែនៅតែរៀបការជាមួយខ្ញុំតើគាត់ចង់បានអ្វីនាងតូចតើអូនដឹងថាបងជាអ្នកដាក់ថ្នាំអូនតាំងពីពេលណាកាមេរ៉ាសុវត្ថិភាពសម័យនេះមើលឃើញ360ដឺក្រេអញ្ចឹងអូននិយាយមកមើលថានឹងសងការខាតបង់រាងកាយរបស់បងយ៉ាងម៉េចហេតុអ្វីខ្ញុំមិនយល់ទេហេតុអ្វីបានជាគាត់ដឹងថាខ្ញុំដាក់ថ្នាំគាត់មនុស្សស្រីម្នាក់ដែលមិនចេះខ្មាស់គេសោះតើឯងជាអ្នកបោះបង់វាខ្លួនឯងមែនទេមិនមែនឯងទេដែលឲ្យនាងទៅដាក់ថ្នាំស៊ីជីសឹងនោះគឺបញ្ជារបស់ហែងទើបនាងហ៊ានឡើងទៅលើគ្រែរបស់ស្ដេចក្រាញ់តូចត្រកូលសៀបានយកដី10កន្លែងមកបដូរស៊ូស៊ីងឡានគឺខ្ញុំជាអ្នកយល់ព្រមដោយផ្ទាល់ខ្ញុំប្រាប់ឯងម្ដងទៀតទោះបីជាក្មេងនេះមានប្រវត្តិមិនល្អហើយស៊ីជីសឹងក៏មិនប្រកាសថាពេញចិត្តនឹងរៀបការជាមួយនាងដែរប៉ុន្តែបើពេលនេះនាងរៀបការរួចហើយថ្ងៃក្រោយទោះជានាងរស់នៅយ៉ាងណាក៏មិនពាក់ព័ន្ធនឹងឯងដែរស្ដាប់បានទេគឺទេខ្ញុំធ្វើមិនបានទេនាងគឺជាមនុស្សរបស់ខ្ញុំរស់ជាមនុស្សរបស់ខ្ញុំស្លាប់ក៏ជាខ្មោចរបស់ខ្ញុំស៊ីជីសឹងគ្មានថ្ងៃស្រឡាញ់នាងទេគេរៀបការជាមួយនាងគឺគ្រាន់តែចង់ធ្វើឲ្យខ្ញុំអាម៉ាស់មុខប៉ុណ្ណោះមានតែខ្ញុំទេតែល្អចំពោះខ្ញុំគឺគាត់គឺជារបស់ខ្ញុំពិតជាមិនអាចដណ្ដើមបានទេគាត់គឺជាក្មេងដែលខ្ញុំចិញ្ចឹមផ្ទាល់នឹងដៃនៅចាំបានថាពេលដែលនាំគេមកដំបូងគឺតូចប៉ុណ្ណឹងស្គៀមនៅសល់តែស្បែកដណ្ដប់ឆ្អឹងដូចជាកូនឆ្កែមួយក្បាលគួរឲ្យអាណិតណាស់ឥឡូវអ្នកមើលចុះគេត្រូវបានខ្ញុំចិញ្ចឹមបានល្អប៉ុណ្ណាតើមានអ្នកណាឃើញគេហើយមិនហៅគេថាកញ្ញាស៊ូលោកលីនលាបថ្នាំលើរបួសសិនទៅលីនយេហេតុអ្វីក៏លោកគ្មានបានការបែបនេះលោកថានឹងទៅសម្លាប់ស៊ូស៊ីងឡានមិនអញ្ចឹងហេតុអ្វីបានជានាងនៅតែរៀបការជាមួយស៊ីជីសឹងបានខ្ញុំមិនខ្វល់ទេលោកត្រូវបំបែកពួកគេស៊ីជីសឹងគឺជារបស់ខ្ញុំចុះលោកមិនមែនជាមនុស្សប្រកាន់អនាម័យខ្លាំងទេស្អប់មនុស្សមិនស្អាតស្អំជាងគេមិនក៏ស៊ីជីសឹងមានអ្នកផ្សេងហើយអ្នកនៅតែចង់បានស៊ីជីសឹងទៀតគាត់ដូចគេឯណាទៅទោះបីជាស្រីខ្វក់ស៊ូស៊ីងឡាននោះទៅគៀកកោយនឹងគាត់នៅក្នុងចិត្តខ្ញុំគាត់នៅតែជាមនុស្សស្អាតស្អំហាដោយសារតែអាចជំងឺប្រកាន់អនាម័យស្អីនោះរបស់អ្នកខ្ញុំបានបាត់បង់មនុស្សសំខាន់បំផុតឥឡូវអ្នកមកប្រាប់ខ្ញុំថាចំពោះស៊ីជីសឹងអាចជំងឺប្រកាន់នោះមិនមានទៅវិញស៊ីជីសឹងសម្លាប់នាងមីងយេលោកធ្វើឲ្យខ្ញុំភ័យណាស់លោកដាក់កំភ្លើងចុះខ្ញុំខ្លាចមីងយេលោកចង់រករឿងដល់ពេលណាមិនមែនចូលចិត្តស៊ឺបំផុតទេឆាប់ដាក់កំភ្លើងចុះ
កុំឲ្យខ្ញុំឬនាងជាគេទៀតបើមិនអញ្ចឹងទេខ្ញុំមិនលើកលែងឲ្យនាងជាដាច់ខាតស៊ឺស៊ីងឡានស៊ីជាសឹងមិនបានស្រឡាញ់នាងទេគ្រួសារត្រកូលសៀក៏មិនប្រកាសថាទទួលនាងដែរនៅលើโลกនេះមានតែខ្ញុំទេដែលល្អចំពោះនាងបំផុតមិនយូរមិនឆាប់នាងនឹងត្រឡប់មកក្បែរខ្ញុំវិញខ្ញុំបានដាក់ថ្នាំស៊ីជាសឹងបំផ្លាញកេរ្តិ៍ឈ្មោះគាត់ដើម្បីបានរៀបការចូលមកប្រហែលជាម្ដាយរបស់គាត់មិនពេញចិត្តនឹងខ្ញុំប៉ុន្មានទេបាក់អញ្ជើញពិសាតែអូម៉ាក់ទីបំផុតបានផឹកតែរបស់កូនប្រសាហើយហានឹងហើយមកអង្គុយមកម៉ាក់បានរៀបចំអាំងប៉ាវធំសម្រាប់កូនធ្ងន់ណាស់ហើយនៅមានកងដៃគេពីដូនតានេះទៀតឲ្យកូនទាំងអស់របស់នេះមានតម្លៃណាស់ខ្ញុំមិនហ៊ានទទួលទេម៉ាក់ទន្ទឹងរង់ចាំយូរណាស់មកហើយទីបំផុតកូនក៏មកដល់បើកូនប្រុសម្នាក់នេះមិនព្រមរៀបការទៀតម៉ាក់សង្ស័យថាគេជាខ្ទើយហើយម៉ាក់រៀបការរួចម៉ាក់នៅមានរបស់ជាច្រើនដែលមិនទាន់បានរៀបចំម៉ាក់រៀបចំឲ្យកូនបានតែប៉ុណ្ណឹងដោយប្រញាប់ប្រញាល់មិនដឹងថាកូនប្រសាពេញចិត្តឬអត់ទេមើលទៅមើលពេញចិត្តទេតាមពិតម៉ាក់ចង់រៀបចំមាស999ចិនសម្រាប់កូនប៉ុន្តែពេលវេលាមិនគ្រប់គ្រាន់សោះបើមិនពេញចិត្តនេះជាសោទូសុវត្ថិភាពរបស់ម៉ាក់នៅធនាគារចង់បានអ្វីនៅក្នុងនោះយកតាមចិត្តចុះគ្រួសារលេងគឺមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅហើយប៉ុន្តែបើប្រៀបធៀបជាមួយគ្រួសារឆៃនៅតែចាញ់ឆ្ងាយណាស់ម៉ាក់កុំធ្វើឲ្យឈិនលែនភ័យមើលម៉ាក់រស់រាយណាស់ខ្ញុំចូលចិត្តគាត់ឈិនលែនក្មេងនេះមើលទៅដឹងក្តីណាស់អាចរៀបការចូលគ្រួសារឆៃយើងម៉ាក់ពេញចិត្តណាស់ហានៅគ្រួសារលេង10ឆ្នាំមិនអត់ប្រយោជន៍ទេយ៉ាងហោចណាស់ក៏បានរបស់ទាំងនេះដែរពេលក្រោយយកគ្រឿងអលង្ការទាំងនេះទៅបដូរជាលុយសុទ្ធទៅអ្នកស្រីឆៃរបស់បងមិនអាចពាក់របស់ចាស់ដែលគេឲ្យនោះទេលោកឆៃនេះជាពេលថ្ងៃណាអ្នកស្រីឆៃមនុស្សពេញក្រុងដឹងហើយថានាងដាក់ថ្នាំខ្ញុំតើនាងមិនគួរទទួលខុសត្រូវឲ្យចាប់ចុងចាប់ដើមទេអី3ឈិនលនអាហារកូនពិតជាផ្កាយសំណាងរបស់គ្រួសារឆៃយើងមែនតាំងពីកូនរៀបការចូលមករិះសេងចេះមកផ្ទះវិញហើយហាថែមទាំងចេះញឹមទៀតផងម៉ាក់ពិតជាសប្បាយចិត្តពីបាតបេះដូងមែនហាម៉ាក់តើធម្មតាសិចសិងមិនសូវនិយាយស្ដីបែបនេះមែនទេពេលនៅផ្ទះតើលោកអាចនិយាយពាក្យរបស់លោកបូជាចារអំបញ្ញមិញម្ដងទៀតបានទេកញ្ញាស៊ូតើនាងស្ម័គ្រចិត្តរៀបការជាមួយលោកសៀដែរឬទេទោះមានឬក៏ឈឺជាមិនបោះបង់ចោលគ្នាប្រើភាពទន់ភ្លន់កំដរខ្ញុំអស់មួយជីវិតខ្ញុំស្ម័គ្រចិត្តខ្ញុំប្រកាសថាលោកស៊ីជាស៊ីងនិងកញ្ញាស៊ូស៊ីងឡានក្លាយជាប្តីប្រពន្ធនឹងគ្នាជាផ្លូវការក៏មិនគួរឲ្យស្ដាយដែរគាត់ដឹងច្បាស់ថាខ្លួនឯងត្រូវគេលេងល្បិចដាក់នៅតែមករៀបការជាមួយខ្ញុំទៀតដើម្បីអ្វីទៅក្មេងឈួតតើឯងដឹងតាំងពីពេលណាថាខ្ញុំជាអ្នកដាក់ថ្នាំឯងកាមេរ៉ាសុវត្ថិភាពសម័យនេះមើលឃើញ360ដឺក្រេគ្មានកន្លែងកំបាំងទេអីចឹងប្រាប់មកមើលថានឹងសងការខូចខាតរាងកាយខ្ញុំយ៉ាងម៉េចហេតុអី
ខ្ញុំមិនយល់ទេហេតុអីគាត់ដឹងថាខ្ញុំដាក់ថ្នាំគាត់ហើយមនុស្សស្រីម្នាក់នេះសូម្បីតែគិតយកក៏មិនចង់បានដែរតើនាងជាអ្នកមិនចង់បានខ្លួនឯងមែនទេមិនមែនលោកប៉ាជាអ្នកឲ្យនាងទៅដាក់ថ្នាំលោកសៀទេហេជាបញ្ជារបស់លោកប៉ាតើទើបនាងហ៊ានឡើងទៅលើក្រែស្តិចយំរីកតូចនៃត្រកូលសៀនោះត្រកូលសៀបានយកដី10កន្លែងមកបដូរស៊ូស៊ីងឡានគឺខ្ញុំជាអ្នកយល់ព្រមដោយផ្ទាល់ខ្ញុំប្រាប់ឯងម្ដងទៀតទោះបីជាក្មេងនេះមានប្រវត្តិមិនល្អហើយស៊ីជាស៊ីងក៏ប្រហែលជាមិនមែនចង់រៀបការជាមួយនាងដោយចិត្តស្មោះប៉ុន្តែពេលនេះនាងបានរៀបការរួចហើយថ្ងៃក្រោយមិនថានាងរស់នៅយ៉ាងណាក៏មិនពាក់ព័ន្ធនឹងឯងដែរគឺទេអ៊ីនឺខ្ញុំធ្វើមិនបានទេនាងគឺជាមនុស្សរបស់ខ្ញុំរស់ជាមនុស្សរបស់ខ្ញុំស្លាប់ក៏ជាខ្មោចរបស់ខ្ញុំដែរស៊ីជាស៊ីងមិនដែលគិតនឹងយកនាងទេគេធ្វើបែបនេះគឺដើម្បីតែចង់ឲ្យខ្ញុំអាម៉ាស់មុខប៉ុណ្ណោះបទចម្រៀង You Don't Owe Me លោកឆៃហាមហៅខ្ញុំថាលោកឆៃបទចម្រៀង Not Just One of You ហៅខ្ញុំថាឆិនបទចម្រៀង You Don't Owe Me បទចម្រៀង Don't Try to Change Me Boy បទចម្រៀង And It's My Choice ឬថាគ្រូសាបេនិងគ្រូសាលេងចិត្តភ្ជាប់ពាក្យហើយពួកគេពិតជាសមគ្នាណាស់ត្រូវហើយម្នាក់ចូលចិត្តសម្ដែងម្នាក់ទៀតចូលចិត្តធ្វើរកសមគ្នាឥតខ្ចោះក្មេងតូចថ្ងៃនេះពេលត្រឡប់ទៅផ្ទះវិញអាចនឹងជួបលេងយីបើកូនមិនចង់ទៅកូនអាចនៅទីនេះបានពេញមួយក្រុងគេដឹងថាខ្ញុំរៀបការចេញពីគ្រូសាលេនមានមនុស្សប៉ុន្មានអ្នកដែលរងចាំមើលខ្ញុំមិនហ៊ានត្រឡប់ទៅផ្ទះវិញខ្ញុំត្រូវតែទៅមិនដឹងថាក្មេងឈិនលិននោះបាននិយាយអាក្រក់អ្វីខ្លះប្រាប់ឆៃយេសិងទេបានជាគ្រូសាឆៃបញ្ឈប់ការសហការជាច្រើនជាមួយពួកយើងឥឡូវនេះការរៀបការជាមួយគ្រូសាបេគឺជិះមិនរួចទេលេងយីត្រូវហើយក្មួយលួចស្រឡាញ់សេជាច្រើនឆ្នាំហើយអ្នកក្រុងហេឆេងដឹងគ្រប់គ្នានេះចាត់ទុកថាបានសម្រេចបំណងរបស់ក្មួយហើយលេងយីទោះបីជាមិនអាចប្រៀបជាមួយឆៃសេឆេងបានប៉ុន្តែនៅហេឆេងគាត់ក៏មានអំណាចដែរអ្វីដែលសំខាន់បំផុតគឺគាត់តែងតែធ្វើតាមចិត្តខ្ញុំអាចទទួលយកបានលេងយីលោកតាមស្រឡាញ់ខ្ញុំជាង10ឆ្នាំហើយក្នុងកាលៈទេសៈនេះខ្ញុំក៏ព្រមរៀបការជាមួយលោកដែរខ្ញុំមិនរៀបការជាមួយនាងទេលេងយីលោកដឹងទេថាលោកកំពុងនិយាយអ្វីលោកតាមស្រឡាញ់ខ្ញុំជាង10ឆ្នាំឥឡូវខ្ញុំព្រមរៀបការជាមួយលោកហើយតើលោកចង់បានអ្វីទៀតសុំទោសលោកលេងកញ្ញាស៊ឺមកលេងផ្ទះឈិនវិនលោកលេនឈិនវិនលោកតាចាស់ខ្ញុំដឹងថាមួយរយៈនេះលោកតាមានសុខភាពមិនល្អខ្ញុំបានទិញយិនសិនភ្នំចាស់ជាពិសេសបន្តិចទៀតឲ្យគេយកទៅរំញ៉ាស់ជូនលោកតាញ៉ាំបំពេញសុខភាពហេអូរៀបការចូលត្រកូលអភិជនពិតជាប្លែកមែនស្លៀកពាក់សុទ្ធតែរបស់ម៉ាកល្បីមើលទៅពិតជាអ្នកមានមែនឈិនវិនគ្រូសាលេងយើងមិនដែលធ្វើបាបនាងទេនាងទៅតែរៀបការចូលគ្រូសាឆៃក៏ញុះញង់ឆៃយេឆេងឲ្យផ្ដាច់ទំនាក់ទំនងរកស៊ីជាមួយគ្រូសាលេងភ្លាមតើវាហាក់ដូចជាគុណពេកទេដឹងលោកតាលោកគិតច្រើនពេកហើយខ្ញុំទៅតែរៀបការចូលគ្រូសាឆៃការសម្រេចចិត្តរបស់លោកឆៃខ្ញុំមិនបានដឹងអ្វីទាំងអស់ច្បាស់ណាស់ខៃយេឆេងគឺគ្រាន់តែចង់ដៀលខ្ញុំទេតើបានជាមុខនឹងសូម្បីតែមកលេងផ្ទះខាងស្រីក៏គេមិនមកកំដរដែរសូម្បីតែមកលេងផ្ទះខាងស្រីក៏គេមិនមកកំដរដែរតើមានចិត្តស្មោះប៉ុណ្ណាទៅឥឡូវនាងដឹងហើយតើយល់ព្រមធ្វើតាមគ្រូសាលីនទៅបញ្ចុះបញ្ចូលស៊ីជីសឹងឲ្យបន្តសហការជាមួយគ្រូសាលីនដែរទេនេះចាត់ទុកថាសង្គមគ្រូសាលីនចោះខ្ញុំមិនយល់ព្រមទេខ្ញុំមិនយល់ព្រមទេហេតុអ្វីបើសិនជាខ្ញុំរៀបការចូលគ្រូសាស៊ីហើយគឺត្រូវគិតគូរដល់គ្រូសាស៊ីជាធំមុខចំនួនជាច្រើនរបស់គ្រូសាលីនគឺមិនស្របច្បាប់ទេខ្ញុំសូមណែនាំលោកម្ចាស់ធំឲ្យឆាប់កែតម្រូវទៅរឿងរ៉ាវរបស់គ្រូសាលីនមិនដល់វេនអ្នកក្រៅមកលូកមាត់ទេខ្ញុំដឹងថាគ្រូសាលីនមិនស្ដាប់ទេការដែលខ្ញុំមកថ្ងៃនេះគឺគ្រាន់តែដើម្បីបញ្ចប់រឿងពីមុនប៉ុណ្ណោះកញ្ញាស៊ូភ្លេចប្រាប់នាងខ្ញុំនឹងលីនយាយចិត្តរៀបការហើយគាត់សន្យានឹងខ្ញុំ
ថានឹងរៀបចំមង្គលការដ៏ធំបំផុតពេញមួយក្រុងដល់ពេលនោះកញ្ញាស៊ូត្រូវតែមកចូលរួមណាអញ្ចឹងជូនពរអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់នឹងឆាប់មានកូនលីនយេខ្ញុំមិនលើកលែងឲ្យលោកទេសៀងឡាននាងគឺជាមនុស្សរបស់ខ្ញុំមិនក៏នាងអាចរៀបការជាមួយអ្នកផ្សេងបានមិនមែនលោកលីនធ្លាប់និយាយទេហេថាបើខ្ញុំរៀបការលោកនឹងត្រៀមថ្លៃបណ្ដាការយ៉ាងច្រើនឲ្យខ្ញុំអាចជួយមីខ្ញុំនិយាយចឹងពីអង្ការថាបើឯងពេញចិត្តអ្នកណាមែនទែនគ្រូនឹងត្រៀមថ្លៃបណ្ដាការយ៉ាងច្រើនឲ្យឯងមិនឲ្យឯងលំបាកទេពាក្យទាំងនោះគ្រាន់តែនិយាយលេងទេសៀងឡានមិនក៏នាងទៅរៀបការជាមួយស៊ីជីសឹងអញ្ចឹងលោកលីនលោកចង់មានន័យថាខ្ញុំសុំតែរៀបការជាមួយកូនចៅរបស់លោកមិនគូនឹងស៊ីជីសឹងទេហេខ្ញុំមិនមានន័យអញ្ចឹងទេខ្ញុំចង់និយាយថាមនុស្សស្រីរបស់ខ្ញុំហេតុអ្វីត្រូវប្រគល់ឲ្យអ្នកផ្សេងមនុស្សស្រីរបស់ខ្ញុំហេតុអ្វីត្រូវប្រគល់ឲ្យអ្នកផ្សេងស៊ីងឡានខ្ញុំដឹងថានាងត្រូវគេបង្ខំដោយសារឋានៈរបស់នាងគឺបដិសេធគ្រួសារស៊ីមិនបានប៉ុន្តែស៊ីជីសឹងមិនមែនស្មោះត្រង់នឹងនាងទេបើមិនអញ្ចឹងគេមិនមែនមិនមកជាមួយនាងទេថ្ងៃនេះកុំត្រឡប់ទៅវិញអីលែងលេះជាមួយស៊ីជីសឹងទៅខាងគ្រួសារស៊ីចាំខ្ញុំជាអ្នកទៅនិយាយផ្ទាល់បានទេលែងលេះមែនហើយលែងលេះទៅត្រឡប់មកនៅក្បែរខ្ញុំវិញមកស៊ីងឡាននាងនឹងស៊ីជីសឹងគ្រាន់តែជាការសម្ដែងប៉ុណ្ណោះនាងបានដាក់ថ្នាំគេទោះបីជាគេមិនបានប៉ះពាល់នាងប៉ុន្តែហើយក៏ត្រូវតែរៀបការជាមួយនាងដែរលោកលីននៅយប់ដែលលោកឲ្យខ្ញុំទៅដាក់ថ្នាំស៊ីជីសឹងគឺលោកបានធ្វើគ្រប់យ៉ាងអស់ហើយមិនមែនប្រាប់ហើយទេអេថាកុំឲ្យប្រើកំភ្លើងទៀតលោកយកសិទ្ធអីមកគិតថាខ្ញុំនឹងស្ដាប់លោកគ្រប់យ៉ាងដោយសារតែលោកធ្លាប់ជួយខ្ញុំនិងចិញ្ចឹមខ្ញុំមែនទេប៉ុន្តែខ្ញុំប្រាប់លោកឲ្យដឹងវាគ្រប់គ្រាន់នឹងសងវិញអស់ហើយខ្ញុំមិនជំទាក់អីលោកទៀតទេខ្វល់ឲ្យតែនាងត្រឡប់មកក្បែរខ្ញុំវិញរឿងអីក៏ខ្ញុំមិនខ្វល់ដែរនាងហ៊ានយកកំភ្លើងភ្ជុំខ្ញុំផងកំភ្លើងនេះគឺខ្ញុំជាអ្នកបង្រៀននាងឲ្យចេះប្រើផ្ទាល់ដៃដូច្នេះធ្វើដៃបាញ់កំភ្លើងរបស់ខ្ញុំលោកលីនលោកច្បាស់ជាងគេហើយតើនាងស្រឡាញ់ខ្ញុំទេលោកលីនសូមលោកផ្ដល់គិតយកផងក្រែងលោលើកក្រោយខ្ញុំមិនប្រណីដៃបាញ់មកស៊ូស៊ីងឡាននាងចង់ធ្វើអីដាក់កំភ្លើងចុះបើហ៊ានឲ្យលីនយាយរបួសថ្ងៃនេះនាងកុំសង្ឃឹមថារស់ចេញពីគ្រួសារលីនឲ្យសោះស្រីថោកទាបនាងចង់ធ្វើអីដាក់កំភ្លើងចុះឲ្យខ្ញុំកញ្ញាស៊ូដាក់កំភ្លើងចុះទៅឲ្យគេឈប់មកទៅហាមអ្នកណាចូលមកលីនយាយលោកឈួតហើយមែនទេស្រីថោកទាបនេះដាក់ថ្នាំអីឲ្យលោកស៊ីងឡានប៉ុន្មានឆ្នាំមកនេះដើម្បីខ្ញុំសូម្បីតែជីវិតក៏នាងមិនគិតខ្ញុំមិនជឿថានាងដាច់ចិត្តសម្រាប់ខ្ញុំទេលីនយាយលោកកុំបង្ខំខ្ញុំទៀតនាងគ្មានថ្ងៃអាចចាក់ចេញពីខ្ញុំបានទេនាងស្រឡាញ់ខ្ញុំទើបនាងមិនព្រមហើយក៏មិនដាច់ចិត្តបាញ់ខ្ញុំនៅក្បែរខ្ញុំមកខ្ញុំមិនរៀបការជាមួយប៉ៃស៊ឺស៊ឺទៀតទេពួកយើងនៅជាមួយគ្នាជារៀងរហូតបានទេនាងតូចមកលេងផ្ទះគេឲ្យស្រួលបួលទៅកុំប្រើកំភ្លើងអីវាមិនល្អទេក្មេងនេះមកនៅផ្ទះត្រកូលសៀបាន3ថ្ងៃខ្ញុំតាមចិត្តរហូតដល់ខូចអស់ហើយនៅហ៊ានកាន់កំភ្លើងទៀតគ្រាន់តែលេងសើចជាមួយលោកលីនមិនដឹងថាអាចរាលដាលដល់ថ្នាក់ផ្ទុះអាវុធទេលោកម្ចាស់ធំលីនសូមកុំប្រកាន់អីមានរឿងអីត្រកូលសៀខ្ញុំជាអ្នកទទួលខុសត្រូវយាយជាស៊ីងយីសិសិនមកនេះគឺដើម្បីជួយស៊ូស៊ីងឡានហេតុអីហើយអាំងអីវាហ៊ានបាញ់បោះនៅក្នុងផ្ទះត្រកូលលីនគឺត្រូវតែធ្វើតាមច្បាប់ត្រកូលលីនកាត់ដៃវាមួយចោលលោកម្ចាស់ធំខ្ញុំមិនមានបំណងបង្កបញ្ហាទេប៉ុន្តែបើពិតជាចង់បែកបាក់គ្នាមែនត្រកូលលីនប្រហែលជាទទួលខុសត្រូវមិនរួចទេឲ្យពួកគេទៅខ្ញុំនិយាយថាខ្ញុំថាឲ្យពួកគេទៅខ្ញុំចង់ដឹងថាអ្នកណាហ៊ានលីនយេដាក់កំភ្លើងចុះ
ធ្វើបែបនេះមានតែធ្វើឲ្យគេមើលងាយទេនាងនៅទីនេះទៅខ្ញុំនឹងរកមេធាវីឲ្យនាងលេងលេះជាមួយគេទៅហើយខ្ញុំនឹងរៀបការជាមួយនាងភ្លាមផ្ដល់ឲ្យនាងនៅពិធីមង្គលការដ៏អស្ចារ្យបំផុតល្អជាងអាសៀននេះ1000ដង10000ដងលោកលីនខ្ញុំរៀបការរួចហើយខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមកជុំកាំភ្លើងដាក់ប្តីខ្ញុំទេសូមលោកដាក់កាំភ្លើងចុះឥឡូវនេះមិនក៏នាងមិនស្ដាប់ខ្ញុំនាងហ៊ានភ្ជុំកាំភ្លើងដាក់ខ្ញុំដើម្បីវាគេគ្រាន់តែចង់ប្រឆាំងនឹងខ្ញុំក្នុងរឿងរកស៊ីប៉ុណ្ណោះទើបគេរៀបការជាមួយនាងបើមិនមែនមកពីគេជ្រៀតជ្រែកទេពួកយើងក៏មិនដើរដល់ផ្លូវនេះដែរអាជឺស៊ីងលោកតាចៅប្រុសមិនអីទេមែនទេអាជឺស៊ីងអាហានាងហ៊ានបាញ់ខ្ញុំលោកលីនខ្ញុំនឹងលោកអស់កម្មអស់ពៀនឹងគ្នាហើយលេងជំពាក់គ្នាទៀតហើយបើលោកហ៊ានគំរាមកំហែងប្តីខ្ញុំទៀតខ្ញុំនឹងសម្លាប់លោកដោយដៃខ្ញុំផ្ទាល់ដឹងខ្លួនហើយលឿនឆាប់ហៅពេទ្យមកល្អលីនយាយនាងបាញ់អញហើយឯងនៅឲ្យស្រីថោកទាបនោះទៅទៀតលោកវាយខ្ញុំចេញទៅបើមិនចេញទេខ្ញុំនឹងសម្លាប់លោកមិនក៏ឈីយ៉ាងនេះមិនបានរបួសកន្លែងផ្សេងទេមែនទេលើកមុនលោកស៊ីរបួសបាក់ឆ្អឹងជំនី3មិនទាំងស្រែកមួយម៉ាត់ផងលើកនេះគ្រាន់តែរបួសស្មាបន្តិចសោះមិនក៏ឈឺដល់ថ្នាក់ហ្នឹងខ្ញុំមិនអីទេមានគ្រូពេទ្យនៅទីនេះហើយត្រឡប់ទៅវិញមុនចុះកុំបារម្ភអីខ្ញុំនឹងនៅកំដរអ្នកជានិច្ចដើម្បីរៀបការជាមួយខ្ញុំគាត់សុកចិត្តប្រគល់ដី10កន្លែងនៅប៉ែកខាងលិចក្រុងយ៉ាងនេះទៅឲ្យគ្រូសាលេនមិនចម្លែកទេដែលលោកតាលេងយកព្រមដល់លេងខ្ញុំក្មេងតូចហេតុអ្វីបានជាលោកល្អចំពោះខ្ញុំម្លេះដោយសារតែខ្ញុំធ្លាប់ជួយលោកកាលពី20ឆ្នាំមុនមែនទេតើលោកចំណាំខ្ញុំបានតាំងពីពេលណាតាំងពីលើកទី1ដែលអូនធ្វើបេសកកម្មឲ្យលេងយីពេលនោះបងពិតជាខឹងស្ទើរឈួតឃុំខ្លួនឯងនៅក្នុងបន្ទប់ធ្វើការហើយជេរលេងយីពេញមួយថ្ងៃក្រោយមកពេលដែលលេងយីបញ្ជូនអូនឲ្យទៅធ្វើបេសកកម្មដែលគ្រោះថ្នាក់បំផុតបងគ្មានជំរឿទេដើម្បីឲ្យអូនអាចបំពេញបេសកកម្មបានបងមានតែលួចការពារអូនដោយសម្ងាត់ប៉ុណ្ណោះថាហើយមានបេសកម្មជាច្រើនលើកដែលខ្ញុំស្ទើរតែប៉ះទង្គិចគ្នាជាមួយភាគីខាងទៀតតែសុកពួកគេបែរជាចុះចាញ់ហើយសងលុយវិញតាមពិតគឺលោកសោះដែលជួយខ្ញុំចុះហេតុអ្វីបានជាលោកមិនប្រាប់ខ្ញុំក្នុងចិត្តនឹងក្រសែភ្នែកអូនមានតែលេងយីបងមិនហ៊ានសម្ដែងខ្លួនទេបងបានត្រឹមតែមើលអូនការពារអូនមិនដឹងទេថ្ងៃនោះពេលដែលបងឃើញអូនចង់ដាក់ថ្នាំបងសប្បាយចិត្តកម្រិតណាបងគិតក្នុងចិត្តថាមនុស្សរបស់បងត្រឡប់មកវិញហើយតាំងពីខ្ញុំចេញធ្វើបេសកម្មលើកដំបូងលោកនៅកំដរខ្ញុំរហូតមក10ឆ្នាំហើយឆៃយឺធីងលោកពិតជារងចាំខ្ញុំអស់រយៈពេល10ឆ្នាំពេញនឹងហើយដូច្នេះក្រោយពេលរៀបការជាមួយអូនបងមិនចង់ខកខានគ្រប់នាទីគ្រប់វិនាទីជាមួយអូនឡើយជាហ្វេនបងស្រឡាញ់អូនឈប់គាត់ពិតជាមិនបានមករកខ្ញុំទៀតទេមែនទេខ្ញុំបាត់បង់គាត់ហើយខ្ញុំពិតជាដឹងកំហុសហើយហេតុអ្វីក៏អ្នកធ្វើបែបនេះដាក់ខ្ញុំមិនបានទេខ្ញុំត្រូវតែដណ្ដើមយកគេមកវិញហឹម
លីនយាយលោកដឹងថាលោកកំពុងធ្វើអីទេខ្ញុំដឹងខ្ញុំប្រកាសជាដឹងខ្ញុំមិនអាចឈោងមើលនាងនៅក្បែរអ្នកផ្សេងបានទេនាងមើលមកខ្ញុំមើលរបួសដែលខ្ញុំទទួលដើម្បីនាងពួកយើងស្រឡាញ់គ្នា10ឆ្នាំហើយ10ឆ្នាំតើវាសុទ្ធតែជាការកុហកមែនទេទោះជារឿងពិតក៏ដោយចុះយ៉ាងម៉េចរឿងទាំងនេះវាបានកន្លងផុតទៅហើយរឿងពួកយើងចប់ហើយលីនយាយលែងខ្ញុំទៅអាស៊ីជាសង្កេតអាចឲ្យអ្វីដល់នាងខ្ញុំអាចឲ្យនាងបានទាំងអស់មិនថានោះជាទ្រព្យសម្បត្តិឋានៈបុណ្យស័ក្តិឬសូម្បីតែជីវិតរបស់ខ្ញុំស៊ីងខ្ញុំអង្វរនាងស៊ីងនៅក្បែរខ្ញុំមកកុំចាក់ចេញពីខ្ញុំអីខ្ញុំអង្វរនាងស៊ីងលោកស៊ីយប់ម្លេះហើយនៅមកដល់ទៀតមានការអីដែរខ្ញុំមកទទួលប្រពន្ធខ្ញុំទៅផ្ទះវៃវាខ្ញុំអង្វរឈប់ទៅបានទេមែនទេអាស៊ីងឯងចង់ងាប់មែនទេអាស៊ីងប្រយ័ត្នក្តីស្រឡាញ់មានតែធ្វើឲ្យគេឈឺចាប់លែងដៃនៅពេលនេះគឺជាអ្វីតែមួយគត់ដែលអ្នកអាចធ្វើដើម្បីគេបានហើយទុកគេនៅទីនេះបំណងដែលនាងជំពាក់បនលបាយនឹងត្រូវលុបចោលទាំងស្រុងឬមួយខ្ញុំចង់នៅជាមួយអ្នកទៅមិនអីទេចប់អស់ហើយស៊ីនឡានឈឺទេមិនឈឺទេសុំទោសហើយក៏អរគុណស៊ីនឡានពីមុននាងរស់ដើម្បីគេជឿចាប់ដើម្បីគេឥឡូវនាងត្រូវរស់ដើម្បីខ្លួនឯងខ្ញុំនឹងនៅពីក្រោយនាងជានិច្ចលោកសៀតើចង់បកទៅណាភរិយារបស់ខ្ញុំស៊ីជាស៊ីងគឺត្រូវតែទទួលបានរោគអាពាហ៍ពិពាហ៍ដែលល្អបំផុតក៏ដូចគ្នាខ្ញុំស្ម័គ្រចិត្តអ្នកស្រីស៊ីពេញទីក្រុងដឹងថាគឺនាងជាអ្នកដាក់ថ្នាំខ្ញុំតើនាងមិនគួរទទួលខុសត្រូវឲ្យដល់ទីបំផុតទេហេស៊ីនឡានគុណគឺគុណការចូលចិត្តគឺការចូលចិត្តគុំនំបានកាត់ផ្ដាច់យូរហើយមិនជំពាក់គ្នាទេបើលោកហ៊ានគំរាមកំហែងប្តីខ្ញុំទៀតខ្ញុំនឹងសម្លាប់លោកដោយដៃខ្ញុំផ្ទាល់តោះទៅតាំងពីខ្ញុំចេញធ្វើបេសកកម្មលើកដំបូងអ្នកនៅក្បែរខ្ញុំកំដរខ្ញុំ10ឆ្នាំហើយស៊ីជាស៊ីងអ្នកពិតជាបានរងចាំខ្ញុំ10ឆ្នាំពេញមែនទេមែនហើយដូច្នេះបន្ទាប់ពីយកការជាមួយអូនគ្រប់នាទីនិងវិនាទីដែលបងមានចំពោះអូនសុទ្ធតែជារឿងខុស